មិនថានៅក្នុងរឿងសាមកុកឆ្នាំ2010ឬក៏រឿងឧបរាជស៊ឺម៉ាអ៊ីនោះទេតួអង្គស៊ឺម៉ាអ៊ីត្រូវបានគេបង្ហាញថាជាតួអង្គដែលមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយនឹងសត្វអណ្ដើករបស់គាត់កាលដែលគាត់ចិញ្ចឹមនិងយកវាជាប់ខ្លួនជានិច្ចមិនមែនជារឿងចៃដន្យឡើយប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រនិងបុគ្គលិកលក្ខណៈពិតរបស់គាត់ហើយអត្ថបទនេះគឺជាការប្រៀបធៀបនឹងមូលហេតុសំខាន់ៗដែលគាត់មានទំនាក់ទំនងនិងចំណងមិត្តភាពដ៏ល្អជាមួយនឹងសត្វអណ្ដើក 1. និមិត្តរូបនៃភាពអត់ធ្មត់សត្វអណ្ដើកគឺជាសត្វដែលធ្វើចលនាយឺតៗប៉ុន្តែមានភាពអត់ធ្មត់ខ្ពស់បំផុតហើយនេះវាដូចបេះបិទទៅនឹងយុទ្ធសាស្ត្ររបស់ស៊ឺម៉ាអ៊ីដែលលោកសុកចិត្តរងចាំរាប់សិបឆ្នាំក្រោមការគ្រប់គ្រងរបស់ត្រកូលឆាវដើម្បីចាំឱកាសល្អបំផុតក្នុងការដណ្ដើមអំណាចអណ្ដើកសំងំក្នុងស្នូកមិនតបតផ្ដេសផ្ដាសឡើយចំណែកឯស៊ឺម៉ាអ៊ីលាក់ចង្កូមលាក់សមត្ថភាពនិងអត់ធន់ចំពោះការប្រមាថមើលងាយពីសត្រូវ 2. ការការពារខ្លួននិងការរស់រានសត្វអណ្ដើកមានស្នូករឹងមាំសម្រាប់ការពារខ្លួនពីសត្រូវនៅក្នុងសមរភូមិនយោបាយដ៏កាចសាហាវស៊ឺម៉ាអ៊ីប្រៀបដូចជាសត្វអណ្ដើកដែលដឹងពីរបៀបដកក្បាលឬក៏ចូលក្នុងស្នូកដើម្បីសុវត្ថិភាពគាត់ដឹងថាពេលណាត្រូវបង្ហាញខ្លួននិងពេលណាត្រូវធ្វើជាឈឺឬធ្វើជាខ្លាចដើម្បីកុំឲ្យស្ដេចឆាវភីឬឆាយួយមានការសង្ស័យនិងសម្លាប់គាត់ចោល 3. អាយុយឺនយូរមានពាក្យស្លោកមួយនៅក្នុងរឿងពោលថាអ្នកដែលឈ្នះចុងក្រោយគឺជាអ្នកដែលរស់បានយូរជាងគេស៊ឺម៉ាអ៊ីបានឃើញមេតបនិងអ្នកប្រាជ្ញខ្លាំងៗជាច្រើនដូចជាឆាវគួនអ៊ីនិងជូកេលៀងស្លាប់ទៅជាបន្តបន្ទាប់តាមរយៈការរក្សាសុខភាពនិងចិត្តគំនិតឲ្យស្ងប់ដោយសត្វអណ្ដើកគាត់បានរស់នៅរហូតយូរជាងសត្រូវរបស់គាត់ទាំងអស់ដែលអនុញ្ញាតឲ្យគាត់ក្លាយជាអ្នកឈ្នះចុងក្រោយនៃផែនដីនគរទាំង3 4. ការរំលឹកស្មារតីជាប់ខ្លួនការយកអណ្ដើកជាប់ខ្លួនគឺជាការរំលឹកខ្លួនឯងឲ្យរក្សាភាពត្រជាក់ត្រជុំនៅពេលដែលគាត់ខឹងឬប្រញាប់ប្រញាល់គាត់គ្រាន់តែសម្លឹងមើលអណ្ដើកនោះគាត់នឹងនឹកឃើញដល់យុទ្ធសាស្ត្រឈ្នះដោយមិនបាច់ប្រកួតឬការប្រើភាពស្ងៀមស្ងាត់ឈ្នះភាពចលាចលសរុបជារួមមកសត្វអណ្ដើកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់ស៊ឺម៉ាអ៊ីវាមិនមែនគ្រាន់តែជាសត្វចិញ្ចឹមសម្រាប់កម្សាន្តឡើយប៉ុន្តែវាជាគ្រូរបស់គាត់និងជានិមិត្តរូបនៃយុទ្ធសាស្ត្រនយោបាយដែលជួយឲ្យត្រកូលស៊ឺម៉ាអាចបង្រួបបង្រួមនគរទាំង3បានសម្រេចដោយបង្កើតបានជានគរថ្មីមួយហៅថានគរជីន